ជំរាបសួរយើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកផ្នែកព័ត៌មាននិងចូលឈ្មោះនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME ខេត្តបន្ទាយមានជ័យដោយដែលបងប្អូនសាធារណជនបានដឹងរួចហើយថាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទស្សនវិជ្ជាភូមិបានប្រកាសរួចរាល់ហើយបច្ចុប្បន្នសាកលវិទ្យាល័យយើងកំពុងតែទទួលសិស្សចុះឈ្មោះចូលរៀនជាបន្តបន្ទាប់ផងដែរសម្រាប់បងប្អូននិងជាវិសាស្ត្រសាស្ត្រនិស្សិតដែលអត់តែប្រឡងបញ្ចប់ថ្នាក់ទី12អាចមកចុះឈ្មោះនៅសាកលវិទ្យាល័យ UME ខេត្តបន្ទាយមានជ័យបានដោយគ្រាន់តែភ្ជាប់ឯកសារមួយចំនួនដូចជាទី1សញ្ញាបត្របាក់ឌុបឬវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី12កូពីកល័ចំនួន3ច្បាប់ឬបងប្អូនក៏អាចជាពាក់បានផងដែរទី2អត្តសញ្ញាណប័ណ្ណកូពីកល័ចំនួន2ច្បាប់ទី3រូបថត 4x6 ចំនួន8សន្លឹកឬមានតែ1សន្លឹកក៏បងប្អូនមកអាចចុះឈ្មោះចូលរៀនបានដែរសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទឬតាមគេហទំព័រដែលបង្ហាញនៅលើអេក្រង់នេះក្រុមការងារយើងខ្ញុំរងចាំសម្រាប់សម្រួលក្នុងការបំពេញពីចុះឈ្មោះចូលរៀននិងផ្ដល់នូវការប្រឹក្សាយោបល់ការចូលរៀនជំនាញផ្សេងៗដែលក្រោយរីករាយ UME ផ្ដល់ក្តីសង្ឃឹមពិតដល់លោកអ្នកសូមអរព្រះគុណនិងសូមអរគុណ